សត្វចម្លែកក្នុងបឹងនៃប្រទេសស្កុតឡែននឹងឲ្យតអគ្នានេះគឺជាបឹងលុចណេះនៃប្រទេសស្កុតឡែនដែលមានប្រវែងប្រមាណជា37គីឡូនិងជម្រៅប្រមាណជា200ម៉ែត្របឹងមួយនឹងគឺត្រូវបានគេនិយាយតគ្នាថាមានសត្វចម្លែកមួយក្បាលដែលមានឈ្មោះថាលុចណេះរស់នៅក្រោមបាតទឹកនៃបឹងនឹងតែម្ដងហើយរឿងរ៉ាវដែលគេនិយាយតគ្នានឹងគឺវាបែបនេះនៅឆ្នាំ565គឺមានល្អម្នាក់ដែលរស់នៅព្រះវិហារជិតនឹងបឹងលុចនេះនឹងបានប្រទះឃើញសត្វចម្លែកនេះស៊ីកំពុងតែវាយប្រហារទៅលើអ្នកនេសាទហើយសត្វចម្លែកមួយនឹងក៏ចង់វាយប្រហារមកលើល្អផងដែរប៉ុន្តែល្អបាននិយាយថាលោកឪបានលើកទៅលើជើងឆ្ការបស់ល្អហើយសត្វបិសាចមួយនឹងក៏បានរត់គេចខ្លួនហើយលោកឪបាននិយាយថាសត្វបិសាចមួយនឹងគឺខ្លាចទៅលើអំណាចជើងឆ្ការបស់លោកឪអីចឹងទៅរឿងកាលហ្នឹងគឺអត់បានល្បីខ្លាំងទេប៉ុន្តែមកល្បីខ្លាំងអំឡុងឆ្នាំ1933ដោយសារតែមានបុរសម្នាក់បានអះអាងថាបានឃើញសត្វចម្លែកនេស៊ីនឹងបានថតជាប់រូបសត្វចម្លែកនេស៊ីនឹងតែម្ដងហើយរូបរាងរបស់វាគឺមានក្បាលតូចប៉ុន្តែកវែងខ្លួនធំប្រវែង15ម៉ែត្រនិងមានជើងសំប៉ែតដូចជាព្រុយរបស់ត្រីបែបហ្នឹងឯងរូបភាពមួយនឹងត្រូវបានគេហៅថា The Sugan Photogram ក្រោយបញ្ចេញរូបភាពនឹងបានរយៈពេល2ឆ្នាំម្ចាស់រូបភាពដែលជាបរិមម្នាក់នឹងបានសារភាពថារូបភាពមួយនឹងគ្រាន់តែជារូបភាពខ្លាំងៗដែលខ្លួនឯងបានបង្កើតឡើងដើម្បីភូមិកុហកប្រជាជននៅតំបន់នោះទោះបីជាយ៉ាងណាក៏ដោយក៏នៅតែមានមនុស្សរាប់រយនាក់ទៀតបានអះអាងថាខ្លួនពិតជាបានឃើញសត្វចម្លែកនេស៊ីនោះពិតប្រាកដមែនប៉ុន្តែក៏នៅតែមិនមានភស្តុតាងគ្រប់គ្រាន់ដើម្បីបញ្ជាក់ថាសត្វចម្លែកនេស៊ីនោះពិតជាមានពិតប្រាកដមែនឬត្រឹមតែជាការនិយាយតគ្នារបស់អ្នកភូមិនៅតំបន់នោះសម្រាប់អ្នកវិទ្យាសាស្ត្រវិញក៏មិនបានរកស្ងៀមដែរពួកគេព្យាយាមស្វែងរកសត្វចម្លែកនេស៊ីប៉ុន្តែទោះបីជាគេស្វែងរកបែបណាក៏ដោយក៏នៅតែមិនអាចរកឃើញសត្វចម្លែកនេស៊ីមិនខ្វល់ថាពួកគេប្រើមធ្យោបាយអីក៏នៅតែមិនអាចរកឃើញសត្វចម្លែកប្រភេទមួយហ្នឹងមិនខ្វល់ថាពួកគេដាក់កាមេរ៉ាសុវត្ថិភាពនៅតាមបណ្ដោយបឹងលុចនេះប្រមាណជា35គីឡូឬក៏ប្រើកាមេរ៉ាជាមួយទឹកចូលទៅក្នុងទឹកប្រមាណជា200ម៉ែត្រហ្នឹងឬក៏យកទឹកមកធ្វើជា DNA ក៏មិនអាចរកឃើញសត្វចម្លែកនេស៊ីដែលមានប្រវែងប្រមាណជា15ម៉ែត្រហ្នឹងផងដែរដោយសារតែមិនមានភស្តុតាងពិតប្រាកដអ្នកវិទ្យាសាស្ត្រក៏បានសន្និដ្ឋានថាសត្វចម្លែកនេស៊ីគឺគ្រាន់តែជាការនិយាយតគ្នារបស់មនុស្សដែលរស់នៅតំបន់ Highland នឹងតែប៉ុណ្្នឹងឯងប៉ុន្តែក៏នៅតែមានមនុស្សជាច្រើនជឿថាសត្វចម្លែកនេស៊ីគឺពិតជាមានពិតប្រាកដមែនដោយវាបានលាក់ខ្លួននៅក្នុងល្អាងឬក៏រូងក្រោមទឹកអីចឹងទៅហ្នឹងហើយចុះអ្នកទាំងគ្នាគិតយ៉ាងម៉េចដែរថាសត្វចម្លែកនេស៊ីនឹងពិតជាមានពិតប្រាកដមែនឬមួយក៏អត់ខមមិននឹងក្រោមជួបគ្នាវីដេអូក្រោយ